ចឹងចំណុចទី9នេះគឺភាពយឺតថ្លៃនៃតម្រូវការហើយថា price elasticity on demand បាទចឹងមុននឹងចូលដល់ថ្លៃ elasticity on demand យើងមើលការបញ្យល់បន្តិចបាទថាអ្នកលក់ផលិតផលឬក៏សេវាកម្មណាតែងតែគិតគូរថាបើមានបំរែបំរួលថ្លៃទំនិញតើវានឹងមានផលប៉ះពាល់ដល់តម្រូវការយ៉ាងដូចម្តេចបាទចឹងគំនិតយល់ដឹងអំពីតម្រូវការធៀបនឹងបំរែបំរួលថ្លៃនេះមានលក្ខណៈខុសប្លែកគ្នាពីមុខទំនិញអឺជាច្រើនណានិយាយបាទបាទមានន័យថាដូចជាទំនិញភេសជ្ជៈអំពូលភ្លើងប្រេងសាំងបាទទំនិញទាំងនេះគឺកាលណាមានបំរែបំរួលជាភាគរយនៅក្នុងថ្លៃបន្តិចបន្តួចនោះវានឹងមិនមានការប្រែប្រួលខ្លាំងនៅក្នុងតម្រូវការទេតែទៅវិញទំនិញដូចជារថយន្តគ្រឿងសង្ហារិមទំនិញមូលធនមួយចំនួននិងតំណែងមូលធនមួយចំនួនកាលណាមានបំរែបំរួលជាភាគរយដ៏តិចតួចនៃថ្លៃណាវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិមាណតម្រូវការអញ្ចឹងវិធីដែលវាស់វែងបាទនៅបំរែបំរួលនៃតម្រូវការធៀបទៅនឹងបំរែបំរួលថ្លៃនេះគឺជាផលធៀបរវាងបំរែបំរួលជាភាគរយនៃតម្រូវការធៀបនឹងបំរែបំរួលជាភាគរយនៃថ្លៃបាទអញ្ចឹងបើយើងតាំង Q បើយើងតាំង Q ជាបរិមាណផលិតផលដែលគេត្រូវការនិង P ជាថ្លៃផលិតផលនោះផលធៀបបាទđườngក្រោមនេះបាទគឺផលធៀបវាគឺយកបំរែបំរួលនៃបរិមាណធៀបនឹងបរិមាណហើយចែកឲ្យបំរែបំរួលនៃថ្លៃធៀបឲ្យថ្លៃបាទហើយដល់ពេលយើងគុណផលចែកទៅគុណឡើងទៅលើអញ្ចឹង delta Q ឬ delta P ជា derivative បាទជា derivative នៃតម្រូវការធៀបទាំងថ្លៃអញ្ចឹងរូបមន្តនេះគេហៅថាតាំងដោយ epsilon d បាទ epsilon d ហ្នឹងគឺជាមេគុណភាពយឺតនៃតម្រូវការអញ្ចឹងនេះគឺជាមេគុណភាពយឺតនៃអនុគមតម្រូវការបាទនៃអនុគមតម្រូវការអញ្ចឹងយើងមានអនុគមតម្រូវការ Q បាទបរិមាណតម្រូវការអឺបាទជាអនុគមនៃថ្លៃតែតាំងដោយ A1 បូក B1P បាទអញ្ចឹងដល់ពេលនេះគឺ B នេះគឺជាតម្រូវការយើង B មានសញ្ញាវាអវិជ្ជមានបាទអវិជ្ជមានកាលណាតម្រូវការថ្លៃកើតឡើងក្នុងការថោកចិត្តអញ្ចឹងមេគុណភាពយឺតវាគឺដូចយើងបានទៅសេមិញគឺដោយសារវាអវិជ្ជមានអញ្ចឹងមេគុណភាពយឺតរបស់វាអវិជ្ជមានយកថ្លៃចែកឲ្យអនុគមបរិមាណតម្រូវការនិងធ្វើ derivative នៃបរិមាណតម្រូវការធៀបទៅនឹងថ្លៃបាទហ្នឹងហើយអញ្ចឹងជាទូទៅយើងតាំងដោយគិតជាតម្លៃខាត់បាទដោយសារតែយើងគិតជាតម្លៃខាត់មេគុណភាពយឺតនៃតម្រូវការអញ្ចឹងនេះជាការសម្រាយបាទការសម្រាយរូបមន្តហ្នឹងបាទព្យូជាអឺបរិមាណតម្រូវការដែលស្មើ F នៃ P បាទដែល P ជាតម្លៃអញ្ចឹងគឺយើងគណនារក delta Q បាទ delta Q គឺស្មើនឹងF នៃ P បូក delta P ដក delta បាទយើងនឹងសិក្សានេះជា limit បាទ limit ដែលមានគេហៅ derivative បាទអញ្ចឹងនេះជា delta ប្រែបំរែបំរួលនៃតម្រូវការហើយ delta នេះ P នេះជាតម្រែបំរួលនៃថ្លៃអញ្ចឹងយើងបានរូបមន្តនេះយើងសិក្សាយកវាមកជួសចូលនៅក្នុងនេះយើងសិក្សា limit បាទសិក្សា limit វាទៅវាបែរថាយើងកាលណា delta p កាត់រ0គឺវាជា derivative នៃអឺបរិមាណតម្រូវការធៀបទៅនឹងថ្លៃបាទហើយនេះគឺជាមេគុណដែលយើងបានចែកពីមុនមកគឺបំរែបំរួលនៃបរិមាណតម្រូវការធៀបបំរែបំរួលនៃថ្លៃទៅជាភាគរយចឹងហើយគឺមេគុណភាពយឺតនៃតម្រូវការនេះគឺយើងតាំងដោយ epsilon d គឺ demand ហើយ epsilon គឺជា elasticity បាទចឹងយើងសិក្សាពី elasticity មាន3ករណីបាទមាន3ករណីនេះលក្ខណៈវិនិច្ឆ័យនៃមេគុណភាពយឺតនៃថ្លៃនៃតម្រូវការបាទចឹងគឺថាតម្រូវការគឺ derivative វាអវិជ្ជមានដូចជាតិចគិតជាម្លែកខាត់ហើយបើបរិមាណតម្រូវការបាទបរិមាណតម្រូវការនេះគឺអឺយើងយកវាមកសិក្សាមេគុណភាពយឺតបើមានតម្លៃធំជាងមួយបាទតម្លៃលក្ខខណ្ឌធំជាងមួយបែរថាវាមានភាពយឺតថ្លៃនៃតម្រូវការបាទហើយបើសិនវាស្មើមួយវាមានភាពយឺតឯកតាបាទហើយបើ
បើតម្លៃមីគុណភាពយឺតទៅជាងមួយបែរណាមិនមានភាពយឺតបាទថ្លៃហ្នឹងគឺមិនមានភាពយឺតបាទអញ្ចឹងគឺមាន3ករណីអញ្ចឹងយើងមើលឧទាហរណ៍មួយឧទាហរណ៍មួយគឺយើងមានអង្គមដំណើរការបាទ Q ស្មើ F នៃ P មានន័យថាស្មើ100ដកពី P បាទអញ្ចឹងយើងទីមួយយើងកណនេះរកមីគុណភាពយឺតនៃដំណើរការបាទយើងថ្លៃនៃដំណើរការអញ្ចឹងយើងយក derivative បាទនេះគឺ P ចែកឲ្យ Q បាទ P ចែក Q អានេះ derivative វាគឺយកយក dq ធៀបនឹង dp បាទនេះគឺ Q ស្មើ100ដកពី P យើងមក derivative ចឹង derivative ស្មើនឹងដក2បាទដក2យើងគុណទៅហើយដោយសារដក2យើងលើកខាងphíaបែងយើងលើក2យកតារួមនៅសល់50ដក P ហើយទម្រួលលេខ2ទៅនៅសល់ដក P អឺ50ដក P បាទយើងគិតជាតម្លៃខាតបាទអញ្ចឹងនេះជាមានគុណភាពយឺតនៃដំតម្រូវការសម្រាប់អនុគមតម្រូវការខាងលើយើងក្នុងការនេះវាការនេះទូទៅយើងសិក្សា3ករណីបាទករណីទី1គឺយើងឲ្យតម្លៃ P ស្មើនឹង$25បាទមានថាបើសិនជាតំណែងបច្ចុប្បន្នមានតម្លៃ$25ឬក៏ករណីតំណែងបច្ចុប្បន្នមានតម្លៃ$20និងឬក៏តំណែងបច្ចុប្បន្នមានតម្លៃ$30អញ្ចឹងយើងយកវាមកជួសជុលនៅក្នុងមេគុណភាពយឺតបាទនៅពេលនោះគឺយើងយកថ្លៃឧបមាថាបច្ចុប្បន្នគេលក់តំណែងថ្លៃ$25បាទតាមនេះទី1អញ្ចឹងយក25យកជួសជុលនៅក្នុងមេគុណភាពយឺតយើងកណនេះទៅឃើញអឺមេគុណភាពយឺតស្មើមួយអញ្ចឹងមេគុណភាពយឺតស្មើមួយដោយលក្ខណៈវិនិច្ឆ័យខាងលើគឺថាក្នុងករណីនេះមេគុណភាពយឺតស្មើមួយគេហៅថា unit elastic demand បាទពេលថាតម្រូវការមានភាពយឺតឯកតាបាទអញ្ចឹងការនេះឧទាហរណ៍នេះគឺមានគុណភាពយឺតស្មើមួយអញ្ចឹងគេថាតម្រូវការមានភាពយឺតឯកតាបាទអញ្ចឹងក្នុងករណីដែលតម្រូវការមានភាពយឺតឯកតាយើងត្រូវដឹងថាមានន័យថាបើករណីនេះបើគេឡើងថ្លៃតំណែង1%បាទបើគេឡើងថ្លៃតំណែង1%បាទអញ្ចឹងតម្រូវការគឺទៅថយចុះ1%បាទថយចុះ1%គឺអាចថយចុះស្មើគ្នាបាទបាទនេះជាការផ្ទៀងផ្ទាត់បាទបើបច្ចុប្បន្នលក់$25អញ្ចឹងគឺបរិមាណតម្រូវការគឺ50ហិកតាប៉ុន្តែបើសិនជាគេឡើងថ្លៃបាទ1%1%បើណាយក2525គុណ1គេឡើងថ្លៃ1%គេឡើងថ្លៃបើណា$2កន្លះឡើងថ្លៃ1%គឺ0.25អញ្ចឹងយកតម្លៃជួសជុលអង្គមតម្រូវការគឺតម្រូវការថ្មីគឺវាបានតែ0.បាន49.5បានវាធ្លាក់ចុះកន្លះបាទអញ្ចឹងបើធៀបជាភាគរយគឺបើណាវាធ្លាក់ចុះ1%ធ្លាក់ចុះ1%បាទធ្លាក់ចុះ1%ហើយយើងចូលករណីទី2ករណីទី2ក្នុងករណីនេះគឺគេលក់តំណែង$20វិញបាទអញ្ចឹងបើគេលក់តំណែង$20យើងបច្ចុប្បន្នបច្ចុប្បន្ននេះអញ្ចឹងយើងយកតម្លៃ$20នេះជួសជុលក្នុងវិគុណភាពយឺតយើងកណនេះឃើញ0.67បាទតូចជាង1បាទអញ្ចឹងមកតម្រូវការមិនមានភាពយឺតមិនមានភាពយឺតមានថាពេលដែលយើងតម្លើងថ្លៃតំណែង$1%តម្រូវការថយចុះតែបាទថយចុះដែរប៉ុន្តែថយចុះដល់1%ទេគឺថយចុះតែ0.67ប៉ុណ្ណោះហ្នឹងហើយអានោះយើងអាចធ្វើការទៀងទាត់បានធ្វើការទៀងទាត់បានដូចគ្នាដែរក្នុងករណីទី3ឧបមាថាតំណែងបាទគេកំពុងតែលក់ថ្លៃនៅពេលបច្ចុប្បន្ន$30អញ្ចឹងយើងយក$30ចុះជួសក្នុងមេគុណភាពយឺតយើងឃើញថាស្មើ1.5ធំជាង1អញ្ចឹងកាលណាមេគុណភាពយឺតធំជាង1បានតម្រូវការមានភាពយឺតបាទមានន័យថាក្នុងករណីនេះគឺបើគេឡើងថ្លៃតំណែង1%បាទនោះតម្រូវការថយចុះ1.5%បាទបាទគឺច្រើនជាង1%យើងអាចទៀងទាត់នៅលក្ខណៈនេះបានអឺបាទឥឡូវគ្រូទៀងទាត់ករណីនេះឲ្យមើលបន្តិចបាទបាទឥឡូវយើងមើលនេះគឺជាថ្លៃថ្លៃពួកយើង$20បាទអញ្ចឹងបើថ្លៃ$20គឺបរិមាណត្រូវការគឺ
ស្មើហ្នឹងបាទស្មើនឹង100ដក2 p ដក2 p គឺ2 p បាទដក2 p ឥឡូវ p ស្មើ20បាទណាអញ្ចឹងបរិមាណដោយការ60បាទ60អញ្ចឹងក្នុងករណីនេះគឺបរិមាណដោយការ60បាទណាអឺនៅក្នុងករណីនេះគឺមេគុណភាពយឺតវិញគឺយើងបានដឹងហើយមេគុណភាពយឺតគឺស្មើនឹងដកអយើងគិតជារយៈខាត់គឺ a bx បាទហើយដក2ចែកឲ្យណែនេះដក2ដកមានគុណភាពយឺតវាមានគុណភាពយឺតគឺដក20បាទដក20ដក2 50ដក2បាទដក20ដក2ដក50ដក2បាទអញ្ចឹងដកនេះគឺដក20នេះបាទដក20បាទចែកឲ្យ50ដក2 50ដក2យើងគិតជារយៈខាត់អញ្ចឹងមានគុណភាពយឺតនេះគឺប៉ុណ្ណាយើងគិតយកតែ0.7ទេបាទអញ្ចឹងគឺបានថាបញ្ជាក់ថា epsilon d នេះបាទ epsilon d epsilon được cái y á y epsilon được rồi nhưng ai còn vài tại vì nếu mà symbol là epsilon rồi chân bị con thì dưới cái mà nó mà nó số trên không phải về tấu trường mùi chân trong tay tầm đinh một hay là lá trong tay tầm đinh một hay là lá bạn mang rồi cá lụa con này chẳng cái tạm dẫn thì mình còn phải giữ cái mình phải giữ chẳng bởi vì lang play mua về rồi và cái lang play ở cùng với mua về rồi nhưng là mua về rồi và chẳng giờ thì bọn việc tụi mình là lang play nhưng lang play gì mà nó một mà thấy con mua về rồi của những lang play mua về rồi chẳng lang play mua về rồi thì thấy lụa tụi mình play cái này chẳng cái lang play mua về rồi chẳng bạn mang tụi mình mới cam chung mua đấy dân vô play mấy giờ tịch con chối và play mấy cái mà mà rồi đo phí con phí là phí lần là con này và chẳng cứ mấy cái lại cho con này và cái dân đi bẩn đi vô tụi mấy cái lại cho cũng mà nó thì vô mấy đò chắc và đò mấy đò chắc vô mấy đò thì mới đạt cứ cứ nhà việc lại cho con này lại cho con nó cứ đi chay thì mới nâng và chay thì mới nâng do nó chay nâng đến chay ở đâu nữa có những cơ nhà nít cứ phát mang rồi cá lại cho con năng về rồi cứ bây là dương mưa lấy cứ anh ấy mi con nạp lão cứ bằng hai pi phát mang lại cho này đầm rồi cá và chẳng càng ai dương khơi mi con nạp lão mà nắng bên và dương lại tầm tình mùi về rồi và làm lại mùi về rồi về lại cho phần năng về rồi đại và bây giờ biết đây là lại cho chứ khi họ ra dương miền được đấy là vụ cho là cái này cho ra cạn ấy nếu mà dương bây giờ bón như lúa thay tầm đánh mà $5 này chẳng cái về là dương thay làm thay mùi về rồi và bộ nó phê $5 bị con sẽ đóng việc mà mùi về tha bởi vì mà mùi về là tầm cá mình phê dưới đây cả mình đây tha bây dương làm thay tầm đánh $10 và làm thay $10 mùi về rồi là thay tầm đánh mùi về rồi cái bên ni thay thay mấy bà thay thay mấy mùi về rồi bên là mà thay chắc bố thì mùi thay chắc con mùi về rồi con mùi về rồi chẳng cái paraman rồi cá được như đấy thì dân đó và đó là giờ giờ là paraman mấy đó thiệp mà chắc cả về lái nửa thỏi nhưng bị thỏi và thỏi là dùng cho nó chay nhưng mà chả thấy được khi chúng nó phải rồi để thỏi cho trong cái này đây là tí bấy thì cái này là rồi cá mình phải dư tuần rồi chính rồi cá mình phải dư cứ niết lại trong lại hai dân độ tầm đến sang tập là chẳng đầu tiên là ngôi về rối tại tam tập chết bảy chẳng như cái này rồi cái này bạn man với ca thôi choคือยังมือlà vì con việc dướiคือmà mua chết pram mà mua chết pram chẳng mua chết pramคือไปthông chiêng
ធំជាងមួយចឹងមានថាបើយើងឡើងថ្លៃទំនិញ 1% បាទតម្រូវការថយចុះ 1.5% ពីច្រើនជាងការឡើងថ្លៃបាទបាទយើងលក់ធម្មតាតែបានឯកតាក្នុងថ្លៃ$30ប៉ុន្តែវាឡើងថ្លៃ 1% យើងលក់បានតែ39.34បាទក្នុងករណីបាទករណីបើយើងឲ្យ 1% បាទគេអានេះបន្តិចបើយើងឲ្យ 10% តែម្ដងចូលមើលចឹងវានេះយើងឲ្យ 10% ចឹងយើងបើយើងឡើងថ្លៃ 10% យើងឡើងថ្លៃ 10%ចឹងឡើងថ្លៃនេះគឺយកចាស់គឺបូកជាមួយអាចាស់បាទគុណនឹង 10% គុណ 10%ណាចឹងគឺអឺអឺយើងគិតទៅគឺវាបរិមាណនៃការថយចុះដល់ 10% ទេវាតិចជាង 10% ព្រោះវាមេគុណនេះវាតិចជាង1ទៅជាង1វា inelastic ហើយអានេះយ៉ាងដែរបើយើងឡើងថ្លៃ 10% គឺវា elastic គឺមេគុណវាមេគុណវាឆ្លងស្មើមួយបាទស្មើមួយមានន័យថាបើយើងឡើងថ្លៃមួយតំណែង 1% វាថយចុះ 1% ឥឡូវបើយើងឡើង 10% អានេះក៏ថយចុះ 10% បាទអញ្ចឹងបើយើងឡើង 5% អាហ្នឹងក៏ថយចុះ 5% បាទនេះយ៉ាងណាគឺមានគុណភាពយឺតវាស្មើនឹង 1.5 បានន័យថាបើយើងឡើងថ្លៃតំណែង 1% វាថយចុះ1.5% ដែលច្រើនជាង 1% ចុះយើងឡើង 5% អានេះឡើងថយចុះដល់ 7.5% អញ្ចឹងបើងាយស្រួលយើងថាឡើង 10% យ៉ាងម្ដងគឺវាស្មើ10% គឺវាថយចុះ 15% ណាអញ្ចឹងជានេះគឺហៅថាផលប៉ះពាល់នៃថ្លៃតំណែងនៅពេលដែលតំណែងបច្ចុប្បន្នដែលមានគុណភាពយឺតវាធំជាងមួយដូច្នេះកាលណាឡើងថ្លៃ 10% បាទអឺបរិមាណបរិការធ្លាក់ចុះច្រើនជាង 10% ហើយយើងយកមានគុណភាពយឺតមកនិយាយឲ្យចំតែម្ដងគឺមានគុណភាពយឺតស្មើ 1.5 អញ្ចឹងបើឡើងថ្លៃ 10% អញ្ចឹងបើតម្រូវការថយចុះ 15% បាទអញ្ចឹងយើងយល់ករណីនេះបាទ